បាទសូមជំរាបសួរទៅកាន់បងប្អូនយើងនឹងថ្ងៃវិលមកជួបខ្ញុំបាទសាជាថ្មីបាទគណៈពេលនេះគឺខ្ញុំបាទកំពុងតែធ្វើការផ្តិតនៅទស្សនវិជ្ជាផ្ទាល់បាទនៅរោងចក្របាទសាពរីណាបងប្អូនបាទហើយសម្រាប់ថ្ងៃនេះគឺថ្ងៃទីបាទ11បងប្អូនបាទហើយសម្រាប់បងប្អូនកម្មករកម្មការនេះបាទនយោជករបស់យើងបាទគឺគាត់ធ្វើការឈប់សម្រាកណាបងប្អូនយើងហ្នឹងហើយអញ្ចឹងគឺយើងធ្វើការហ្នឹងគឺតែកន្លះថ្ងៃទេបងប្អូនបាទហ្នឹងហើយសម្រាប់រោងចក្រសាពរីណាបងប្អូនណាបាទអញ្ចឹងយើងជប់សម្រាប់ថ្ងៃទី11ហ្នឹងបាទអឺនេះបាទគឺជាកាដូបាទជាអនុស្សាវរីយ៍បាទសម្រាប់ជូនទៅដល់ប្រធានក្រុមបាទឬក៏សុបណាបងប្អូនយើងបាទសុបបាទហ្នឹងហើយគ្រប់ផ្នែកគ្រប់ក្រុមទាំងអស់ផងដែរបាទអញ្ចឹងយើងមានការថតបាទជាលក្ខណៈស្លឹកបាទក៏ដូចជាការ selfie បាទទុកជាអនុស្សាវរីយ៍សម្រាប់ឆ្នាំក្រោយៗទៀតអញ្ចឹងណាបងប្អូនយើងហ្នឹងហើយយើងឃើញថាមានកាដូជាច្រើនបាទសម្រាប់កម្មករកម្មការនីរបស់យើងបងប្អូនយើងហ្នឹងហើយដែលគាត់សហការបាទរៃអង្គាសគ្នាបាទក៏ដូចជាការធ្វើជាបាច់ផ្កាបាទហ្នឹងហើយក៏ដូចជារង្វាន់អនុស្សាវរីយ៍ជាច្រើនផងដែរបាទដើម្បីជូនណាបាទទៅដល់ប្រធានក្រុមបាទក៏ដូចជាអឺសុបនៅតាមក្រុមតាមផ្នែកអញ្ចឹងទៅបងប្អូនណាបាទអញ្ចឹងគឺយើងឃើញថាបាទសប្បាយដែរបងប្អូនបាទហ្នឹងហើយនេះគឺជាថ្ងៃដែលយើងសម្រាប់ពីការងារបាទហើយក៏ជាថ្ងៃដែលយើងឈប់បំពេញនៅការងារណាបងប្អូនយើងបាទហ្នឹងហើយសម្រាប់បងប្អូនយើងដែលនៅស្រុកឆ្ងាយអញ្ចឹងទៅគឺគាត់ទៅលេងស្រុកទៅលេងអីអញ្ចឹងទៅគឺគាត់សប្បាយមែនទែនបងប្អូនណាបាទហ្នឹងហើយអញ្ចឹងរោងចក្រសាពរីណានេះគឺយើងឈប់ចាប់ពីថ្ងៃទី11បងប្អូនបាទចូលមកវិញបាទថ្ងៃទី21ណាបងប្អូនយើងហ្នឹងហើយថ្ងៃទី21បាទហើយក៏អរគុណផងដែរបាទសម្រាប់បងប្អូនកម្មករកម្មការនីទាំងអស់បាទដែលគាត់តែងតែមើលបាទនៅវីដេអូរបស់ខ្ញុំបាទនេះផ្ទាល់តែម្ដងផងដែរបាទហើយសម្រាប់វីដេអូនេះបាទគឺខ្ញុំធ្វើការផ្តិតឡើងនេះបាទគឺទុកជាអនុស្សាវរីយ៍បាទសម្រាប់ជូនចែកជូនទៅកាន់ពុកម៉ែបងប្អូនយើងណាហ្នឹងហើយយើងមានការរួមនៅតាមក្រុមបងប្អូនបាទកាលពីសប្តាហ៍មុនហ្នឹងគឺខ្ញុំធ្វើការផ្តិតបាទនៅវីដេអូរួមកន្ត្រាក់រួមញាក់បែបបុរាណសម័យអីបាទនៅក្នុងកន្លែងតុហូបបាយណាបងប្អូនយើងហ្នឹងហើយអញ្ចឹងគឺថ្ងៃនេះគឺយើងមករួមនៅតាមក្រុមវិញម្ដងបងប្អូនណាហ្នឹងហើយបាទហើយក៏ជូនពរណាបងប្អូនយើងដែលនៅឆ្ងាយបាទហ្នឹងហើយនៅតាមខេត្តឆ្ងាយផងដែរបាទជូនពរណាបាទក្នុងការធ្វើដំណើរបងប្អូនបាទប្រកបដោយសុខសុវត្ថិភាពបាទប្រកបទៅដោយសុខសុវត្ថិភាពទាំងទៅទាំងមកណាបងប្អូនយើងហ្នឹងហើយអញ្ចឹងគឺយើងទៅគឺយើងក៏សុខសប្បាយសុខសុវត្ថិភាពទៅតាមផ្លូវហ្នឹងហើយបងប្អូនយើងបាទហើយយើងមកវិញក៏សុខសុវត្ថិភាពណាហ្នឹងហើយអញ្ចឹងគឺបងប្អូនបាទហើយក៏សូមអធិស្ឋានផងដែរបាទបើសិនជាខ្ញុំធ្វើការផ្តិតជារូបភាពនេះឡើងក៏ដូចជាវីដេអូនេះឡើងណាបាទហ្នឹងហើយបើសិនណាប៉ះពាល់ទៅដល់អារម្មណ៍ពុកម៉ែបងប្អូនយើងបាទដោយប្រការណាមួយនោះបាទក៏សូមធ្វើការខន្តីបាទនឹងអភ័យទោសបាទចំពោះខ្ញុំបាទ admin នេះផ្ទាល់តែម្ដងផងដែរណាហ្នឹងហើយសម្រាប់ការអមនៅអត្ថាធិប្បាយក៏ដូចជាការរៀបរាប់ណាបាទពីសកម្មភាពបាទរបស់បងប្អូនយើងណាហ្នឹងហើយបើសិនណាមានកំហុសខុសឆ្គងបាទដោយប្រការណាមួយនោះក៏សូមអធិស្ឋានព្រោះការនិយាយបាទពុំមានការព្រៀងទុកនោះទេបងប្អូនបាទហ្នឹងហើយគឺពុំមានការព្រៀងទុកនោះទេណាហ្នឹងហើយអញ្ចឹងគឺយើងឃើញថាកាលពីថ្ងៃ8មីនាហ្នឹងគឺយើងធ្វើការជប់លៀងបាទចាប់រង្វាន់ណាបងប្អូនបាទមានឱកាសបាទដើម្បីប្រគំលេងកំសាន្តផងដែរបាទតែសម្រាប់ថ្ងៃនេះគឺយើងធ្វើការចាក់នៅធុងបាសបាទដើម្បីសបាយបាទនៅរដូវបុណ្យចូលឆ្នាំប្រពៃណីរបស់យើងខាងមុខបាទថ្ងៃទី13 14 15ណាបងប្អូនយើងបាទអញ្ចឹងគឺសម្រាប់រោងចក្រសាពីរីណានេះគឺឈប់បានយូរដែរបងប្អូនហ្នឹងហើយបាទហើយគឺខ្ញុំក៏សូមអធិស្ឋានណាបាទទៅដល់បងប្អូនយើងដោយសារតែខ្ញុំមិនអាចណាបាទក៏ដូចជាការបញ្យកសម្លេងរួមរបស់បងប្អូនយើងនោះទេណាបាទខ្ញុំបាទក៏សូមអធិស្ឋានណាបងប្អូនហើយហ្នឹងហើយដោយសារតែខាង YouTube បាទក៏ដូចជា Facebook ហ្នឹងគឺគាត់ធ្វើការ
ពុំមានបាទនៅ page បាទក៏ដូចជា channel YouTube របស់ខ្ញុំបាទនេះផ្ទាល់ផងដែរអញ្ចឹងគឺខ្ញុំក៏សូមអធិស្ឋានណាបងប្អូនបាទឃើញតែរំហ្នឹងហេតុអីបានជាមិនឮសំឡេងឮតែសំឡេង admin ធ្វើការនិយាយអញ្ចឹងណាបងប្អូនយើងបាទអញ្ចឹងក៏សូមអធិស្ឋានបងប្អូនយើងបាទហ្នឹងហើយឃើញថាបងប្អូនយើងជាច្រើនបាទដែលគាត់កំពុងតែធ្វើការរួមសប្បាយហ្នឹងហើយក៏ដូចជាការថត selfie អីអញ្ចឹងណាបងប្អូនយើងបាទដើម្បីទុកជាអនុស្សាវរីយ៍បាទសម្រាប់ឆ្នាំក្រោយទៀតហ្នឹងហើយបងប្អូនណាបាទយើងមិនប្រកាសថាយើងធ្វើការនៅក្នុងនឹងបានមករហូតនោះទេបងប្អូនបាទគឺយើងតែងតែពីមួយឆ្នាំហ្នឹងគឺយើងតែងតែកើនអាយុក៏ណាបងប្អូនវ័យយើងគឺកាន់តែចាស់កាន់តែចំណាស់ទៅអញ្ចឹងទៅបងប្អូនហ្នឹងហើយដល់អញ្ចឹងគឺយើងទៅដល់វ័យមួយដែលយើងត្រូវសម្រាប់ពីការងារគឺយើងត្រូវតែនេះហើយបងប្អូនណាបាទហ្នឹងហើយបើសិនជាយើងបំពេញការងារលេងកាត់គឺយើងឈប់សម្រាប់នៅផ្ទះហ្នឹងហើយបាទហើយយើងឃើញថាបងប្អូនណាបាទនៅរោងចក្រសាពីរីណាបាទគឺមានការឈប់សម្រាប់ហ្នឹងគឺគួរសមបងប្អូនបាទគឺតាមស្តង់ដារបាទរបស់រោងចក្រតែម្ដងបងប្អូនបាទហ្នឹងហើយខ្ញុំបាទក៏សូមអរគុណទៅដល់បងប្អូនបាទយើងកម្មការនេះរបស់យើងបាទក៏ដូចជាអរគុណទៅដល់បងសហជីពសហព័ន្ធបាទដែលគាត់គ្រប់គ្រងបាទនៅក្នុងរោងចក្រសាពីរីណានេះផងដែរបាទបើសិនជាបងអូនជា admin នេះបាទធ្វើការនិយាយក៏ដូចជាអត្ថាធិប្បាយទៅបាទមានការលើលួខុសឆ្គងបាទដោយប្រការណាមួយក៏សូមបងហ្នឹងហើយអធិស្ឋានដល់បងអូននេះផងដែរហ្នឹងហើយបាទអញ្ចឹងគឺកម្មវិធីរបស់យើងហ្នឹងគឺនឹងខិតចិត្តដល់វគ្គបញ្ចប់ហើយបងប្អូនហ្នឹងហើយអញ្ចឹងគឺយើងរំឲ្យសបាយបាទហ្នឹងហើយមុននឹងយើងចែកផ្លូវគ្នាបាទទៅតាមផ្ទះរៀងៗខ្លួនណាបងប្អូនយើងបាទពិចារលោកតែងតែថានៅផ្ទះបាទម្ដាយដតីបងប្អូនណាបាទហ្នឹងហើយដល់តែយើងនៅព្រៃម្ដាយនៅផ្ទះដដែលបងប្អូនហ្នឹងហើយបងប្អូនយើងបាទអញ្ចឹងសម្រាប់ឆ្នាំនេះផងដែរបាទគឺថ្ងៃទី11បាទខែបងប្អូនណាបាទខែ4បាទថ្ងៃទី11ខែ4បាទគឺយើងខែមេសាយើងហ្នឹងបងប្អូនបាទឆ្នាំ2000បាទ25បងប្អូនណាបាទហ្នឹងហើយអញ្ចឹងចាំឆ្នាំបន្តទៀតខ្ញុំបាននឹងធ្វើការផ្ដិតជូននៅទស្សនវិជ្ជាបាទក៏ដូចជាវីដេអូបាទក៏ដូចជារូបថតនេះផ្ទាល់បាទដើម្បីចែករំលែកទៅកាន់ឪពុកម៉ែបងប្អូនយើងបាទដែលfan បាទនៅក្នុងរោងចក្របាទគេហៅថា top fan ណាបាទនៅក្នុងរោងចក្រសាពីរីណានេះតែម្ដងបាទដើម្បីមើលកំសាន្តជាបន្តបន្ទាប់បាទជាហូរជាហែទៀតហ្នឹងហើយបងប្អូនយើងមួយចំនួនដែលមិនបានឃើញរូបខ្លួនឯងផ្ទាល់បាទក៏ដូចជាការសប្បាយបាទនៅក្នុងការរាំចង្វាក់ញាក់ទៅតាមបទភ្លេងនេះផងដែរហ្នឹងក៏សូមអធិស្ឋានទៅដល់បងប្អូនយើងផងដែរបាទដោយសារតែកាមេរ៉ារបស់យើងគឺធ្វើការចាប់មិនអស់អញ្ចឹងណាបងប្អូនយើងហ្នឹងហើយបងប្អូនយើងណាដែលគាត់មកគៀកនៅកាមេរ៉ាអញ្ចឹងទៅគឺខ្ញុំបាទនឹងធ្វើការផ្ដិតយកនៅទស្សនវិជ្ជាបាទក៏ដូចជារូបភាពរបស់បងប្អូនផ្ទាល់តែម្ដងបាទហ្នឹងហើយដើម្បីទុកជាអនុស្សាវរីយ៍អញ្ចឹងទៅបងប្អូនណាបាទហ្នឹងហើយអញ្ចឹងគឺយើងធ្វើការ selfie ម្នាក់1ម្នាក់2ម្នាក់3អញ្ចឹងទៅបងប្អូនបាទទុកជាអនុស្សាវរីយ៍បាទយើងធ្វើការផុសទៅបណ្ដាញសង្គមជាច្រើនដូចជា Facebook TikTok ឬក៏ YouTube អញ្ចឹងទៅណាហ្នឹងហើយបងប្អូនបាទក៏សូមអរគុណបាទហើយជាចុងក្រោយនៃវីដេអូនេះផងដែរបងប្អូនណាបាទសូមមេត្តាកុំភ្លេចបាទជួយធ្វើការ like និង share បាទបងប្អូនណាបាទ page ក៏ដូចជាchannel YouTube បាទរបស់ខ្ញុំបាទណា channel YouTube របស់ខ្ញុំបាទហ្នឹងគឺមានឈ្មោះថា channel YouTube ក្រមុំកសិករបងប្អូនបាទអញ្ចឹងគឺ page